បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះអេដមីនមកចាញ់មកចែករំលែកមួយទៀតហើយបងប្អូនអាចទស្សនាវីដេអូនេះរហូតដល់ចប់អញ្ចឹងមានបងប្អូនជាច្រើនតែងសួរទៅកាន់នៅក្នុង Facebook ទៅកាន់ TikTok ទៅកាន់ YouTube បងប្អូនតែងតែឆ្ងល់ហើយថាតើយើងគួរផុសម៉ោងណាដែលទទួលបានអ្នកមើលច្រើនបងប្អូនប្រហែលជាឆ្ងល់ហើយថាយើងផុសម៉ោងណានឹងទទួលបានអ្នកមើលច្រើនអញ្ចឹងដើម្បីបងប្អូនធ្វើការផុសឲ្យទទួលបានអ្នកមើលច្រើនបងប្អូនជួយចុច Subscribe អ្នកមួយមកខ្ញុំនឹងធ្វើការទៅបកស្រាយម្នាក់មួយនេះជា thumbnail ដែលខ្ញុំបានដាក់អញ្ចឹងបងប្អូនដូចជា thumbnail ដែលខ្ញុំបាន design អញ្ចឹងបងប្អូនអញ្ចឹងបងប្អូនអាចមើលទៅម៉ោងខ្ញុំបានដាក់នៅក្នុងហ្នឹងហើយបងប្អូនអាចមើលតាមហ្នឹងទៅដែលខ្ញុំ design មកហើយអញ្ចឹងតោះយើងទៅធ្វើការបង្ហោះវីដេអូទាំងអស់គ្នាតើយើងគួរផុសមកប្រមាណទៅទទួលបានអ្នកមើលច្រើនអញ្ចឹងបងប្អូនអាចចូលទៅកាន់ page របស់បងប្អូនអ្នកមួយទៅតែកន្លែង page ហ្នឹងបងប្អូនអាចផុសនៅខាងលើក៏បាននេះកន្លែងសញ្ញាលេខបូនេះខាងលើហ្នឹងក៏បាននេះវាមានរូប rail ហ្នឹងបងប្អូនអាចចុចផុសលើ rail ហ្នឹងក៏បានបងចុចមើលផ្ទាំងខាងនេះក៏បានអញ្ចឹងដើម្បីផុសខ្ញុំធ្វើការចុចលើ label បងប្អូនខ្ញុំធ្វើការផុសជាមួយ rail ខាងលើខ្ញុំយករូបភាពនឹងមួយវីដេអូច្រឡំអធិស្ឋានបងប្អូនវីដេអូនឹងមួយខ្ញុំបងប្អូនមើលវីដេអូនឹងទៅដោយសារវីដេអូយើងបង្កើតធ្វើម៉េចឲ្យទាក់ទាញបងប្អូនសំខាន់វីដេអូបងប្អូនល្អអត់បងប្អូនធ្វើវីដេអូហ្នឹងតើវីដេអូរបស់បងប្អូនហ្នឹងល្អអត់ហើយនឹងវាទាក់ទាញអត់មុននឹងបងប្អូនធ្វើការផុសឲ្យទទួលបានអ្នកមើលហើយវីដេអូ Facebook នឹងរុញវីដេអូយើងទៅកាន់អ្នកមើលកាន់ច្រើនដោយវីដេអូនឹងអញ្ចឹងបងប្អូនចំពោះសត្វកណ្ដោវាលក្ខណៈប្រភេទជាអ្នកវិទ្យាសាស្ត្របងប្អូនអ្នកលក្ខណៈថាធ្វើការដូចដាក់អន្ទាក់អញ្ចឹងបងប្អូនហើយធ្វើការវាយអញ្ចឹងយើងបានវីដេអូនឹងមួយហើយយើងចុចបញ្ជូនទៅមុខកន្លែងនេះអញ្ចឹងកន្លែងនេះយើងធ្វើការដាក់ចំណងជើងដូចខ្ញុំដាក់អញ្ចឹងបងប្អូនចំណងជើងបងប្អូនមើលអក្សរនៅខាងលើទៅជាអក្សរខ្មែរហើយតែវីដេអូខ្ញុំមិនចង់ឲ្យអ្នកនៅខ្មែរមើលវីដេអូរបស់ខ្ញុំទេខ្ញុំចង់ឲ្យអ្នកបរទេសមើលវីដេអូរបស់ខ្ញុំអញ្ចឹងវីដេអូរបស់ខ្ញុំចង់ឲ្យបរទេសមើលអញ្ចឹងខ្ញុំ copy ខាងក្រោមបងប្អូន copy ខាងក្រោមដើម្បីយកទៅផាសកន្លែងចំណងជើងមិញយើង copy រួចហើយបងប្អូនអញ្ចឹងយើង copy រួចហើយយើងយកមកផាសវាកន្លែងហ្នឹងមកហើយយើងរៀបចំវាសិនបងប្អូនយើងរៀបចំឲ្យវាឲ្យស្អាតសិនដើម្បីយើងធ្វើការផុសអញ្ចឹងកន្លែងនេះយើងដាក់ទៅសហរដ្ឋអាមេរិកអានេះផែកយើងវាចាប់ទីតាំងយើងចង់វីដេអូយើងតណាអញ្ចឹងកន្លែងនេះដាក់ក្នុងបញ្ជីវីដេអូយើងមិនមែនបង្កើតឡើងដោយសារ AI ទេយើងកុំបើកហើយកន្លែងនេះយើងរើសប្រធានបទចំនួន3ឲ្យត្រូវជាមួយសាច់វីដេអូអញ្ចឹងយើងបង្កើតតែប៉ុណ្្នឹងបានហើយបងប្អូនមើលជាក់ស្ដែងអញ្ចឹងមួយចំណងជើងធ្វើតាក់ទាញយើងដាក់សញ្ញាឲ្យភ្ញាក់ផ្អើលបន្តិចអញ្ចឹងចំណងជើងហើយនឹងសញ្ញាត្រង់ជ្រូកគេហៅថាtag ហ្នឹងបងប្អូនមើលតាមហ្នឹងទៅហើយចំពោះវីដេអូដែលខ្ញុំលើកឡើងថាបងប្អូនតែងតែសួរថាម៉ោងណាដែលផុសទៅអាចទទួលបានអ្នកមើលច្រើនហើយនឹងview ច្រើនអញ្ចឹងចំពោះខ្ញុំបងប្អូនខ្ញុំអាចប្រាប់បងប្អូន
កលឹះល្អបើម៉ោងយើងនៅប្រទេសខ្មែរយើងបងប្អូនខ្មែរយើងបើចំពោះពេលព្រឹកបងប្អូនអាចផុសម៉ោង5ព្រឹកពេលថ្ងៃបងប្អូនអាចផុសម៉ោង10កន្លះទៅម៉ោង11កន្លះហើយពេលល្ងាចបងប្អូនអាចផុសពីម៉ោង5ទៅម៉ោង6ម៉ោងណាដែលគិតថានៅស្រុកខ្មែរយើងតនេច្រើនបងប្អូនតែបើបងប្អូនមិនបើបងប្អូនយល់ល្អបងប្អូនបើបងប្អូនមិនចង់ផុសទេហើយបងប្អូនចង់ឲ្យវីដេអូរបស់បងប្អូនដូចខ្ញុំអញ្ចឹងបងប្អូនកុំមិនចង់ឲ្យខ្មែរមើលខ្ញុំមានម៉ោងផុសដែលគឺថាល្អហើយបំផុតបងប្អូនស័ក្តិសមបងប្អូនអាចផុសម៉ោង7បងប្អូន7:00ល្អបំផុតបងប្អូន7:00ម៉ោង8ម៉ោង8បងប្អូនល្អគួរសមដែរហើយនឹងម៉ោង9បងប្អូនអាចទៅគិតឡើងវិញទៅបងប្អូនគួរផុសនៅម៉ោងហ្នឹងចំនួន3ម៉ោងហ្នឹងបងប្អូនម៉ោង7ល្ងាច8ល្ងាចហើយនឹងម៉ោង9ល្ងាចអញ្ចឹងបងប្អូនអាចយកទៅអភិវឌ្ឍម៉ោងផុសរបស់បងប្អូនទៅបងប្អូនពេលបងប្អូនផុសម៉ោងហ្នឹងបងប្អូនហាមផុសម៉ោងអីផ្សេងទៀតបងប្អូនប្រឹងធ្វើតែវីដេអូបងប្អូនអាចផុសនៅម៉ោងដដែលបងប្អូន3ម៉ោងហ្នឹងបងប្អូនត្រូវផុសធ្វើម៉េចឲ្យទៀងបើបងប្អូនចង់រកលុយពី Facebook បងប្អូនផុសធ្វើម៉េចឲ្យវីដេអូហ្នឹងយើងផុសឲ្យទៀងមួយថ្ងៃឧទាហរណ៍បើបងប្អូនផុស2វីដេអូបងប្អូនអាចផុសតែម៉ោង7ហើយនិងម៉ោង8បញ្ជាក់បន្តិចបងប្អូនកុំផុសជួនគ្នាឧទាហរណ៍ថាបងប្អូនផុសវីដេអូនឹងមួយហើយទៅមិនទាន់បាន 4-5 នាទីផងបងប្អូនធ្វើការផុសបន្តមួយទៀតអញ្ចឹងអ្នកមើលហ្នឹងគេអាចមើលតែវីដេអូនឹងមួយហើយពេលបងប្អូនផុសទៅមួយទៀតគេមើលលក្ខណៈមើលមិនឃើញគេប្លងបាត់ហើយអញ្ចឹងបងប្អូនអាចផុសនៅម៉ោង7មួយគេមើលហើយទៅពេលម៉ោង8បងប្អូនផុសមួយទៀតគេអាចនឹងមើលវីដេអូរបស់បងប្អូនទៀតដែរអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនដើម្បីខ្ញុំធ្វើការបង្ហាញអញ្ចឹងបើបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំបងប្អូនជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបាននៅចំណេះដឹងថ្មីបន្តបន្ទាប់ទៀតសូមអរគុណ